មានរឿងពីរយ៉ាងក្នុងជីវិតដែលមិនអាចគ្រប់គ្រងបានមួយគឺជីវិតអាពាហ៍ពិពាហ៍មួយទៀតគឺសេចក្តីស្លាប់ពិភពលោកនេះមាន4រដូវសម្រាប់ផ្លាស់ប្ដូរហើយវាក៏គ្មានការចាប់ជាតិឡើងវិញនោះទេអ្វីៗហាក់ដូចជាអ្នកកំពុងតែត្រូវជ្រើសរើសតែការពិតវាគឺជាវាសនាការសោកស្ដាយដ៏ធំបំផុតក្នុងជីវិតគឺនៅពេលដែលអ្នកបានយល់ពីអ្វីៗគ្រប់បែបយ៉ាងអ្នកមិនមែននៅក្មេងទៀតទេដូចនេះឆាកជីវិតដែលនៅសល់ចូលរស់នៅឲ្យវាជារបស់ខ្លួនឯង